ថ្ងៃនេះខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងបញ្ហា Telegram ដែលកំពុងតែកើតមាននៅក្នុងប្រទេសយើងមួយរយៈចុងក្រោយហ្នឹងគឺឃើញមានបងប្អូនជាច្រើនមានបញ្ហាជាមួយនឹង Telegram ដោយមានខាងhacker គាត់បានទម្លាក់មេរោគហើយបងប្អូនយើងក៏រត់ដឹងដោយសារតែមានការក្លាយបន្លំជាឯកសារឈ្មោះឯកសារអក្សរខ្មែរហើយដោយគាត់អត់បានមើលextension ដែលជាតំណរបស់ file នៅខាងក្រោយធម្មតានៅខាងក្រោយយើងតែងតែឃើញមាន Excel មាន PDF មានអីចឹងណាតែទៅពេលបងប្អូនយើងគាត់មួយចំនួនគាត់អត់បានចាប់អារម្មណ៍មើលក៏គាត់คลิกលើ file អស់ហ្នឹងនៅលើកុំព្យូទ័ររបស់គាត់អញ្ចឹងទៅពេលដែលគាត់ចុចហើយមេរោគមួយហ្នឹងគឺវាត្រូវបានគ្រប់គ្រងនៅលើកុំព្យូទ័រហ្នឹងហើយវាក៏បានគ្រប់គ្រង account ហើយវាតែងតែផ្ញើតគ្នារហូតចឹងទៅហើយវិធីសាស្ត្រគឺអត់មានអីក្រៅពីយើងប្រុងប្រយ័ត្នមើល file ដែលអ្នកផ្សេងគេផ្ញើមកយើងព្យាយាមមើល extension នៅខាងក្រោយ file នៅក្នុង chat ហ្នឹងធម្មតាវាមាន .pdf doc អីចឹងតាមរយៈប្រភេទ file មួយចឹងប៉ុន្តែបើយើងឃើញប្រភេទ file នឹងចម្លែកអាហ្នឹងយើងកុំបើកវាហើយមួយទៀតអ្នកដែលគាត់ត្រូវបានចុចបើកហើយរឿងដែលត្រូវធ្វើបន្ទាន់គឺយើងត្រូវreset account Telegram ហើយ account social media របស់យើងទាំងអស់ដែលយើងប្រើប្រាស់នៅក្នុងម៉ាស៊ីនកុំព្យូទ័រមួយហ្នឹងហើយកុំព្យូទ័ររបស់យើង laptop របស់យើងហ្នឹងដែលជាប្រភេទ Windows ហ្នឹងដែលយើងមិនបើក file នៅក្នុងហ្នឹងក៏យើងគួរតែត្រូវតែឈូសចោលដែរព្រោះដោយសារតែបើសិនយើងអត់ឈូស Windows សដើមទេគឺយើងអត់ដឹងថាតើខាង hacker ហ្នឹងគាត់នឹងយកកុំព្យូទ័ររបស់យើងទាញយកទិន្នន័យអីបន្ទាប់ពីនឹងទៀតទេឬក៏គាត់ចង់ធ្វើអីពីនឹងទៀតទេយើងអត់ដឹងថាគាត់មានបញ្ហាអីថ្ងៃក្រោយទេហើយរឿងមួយទៀតចុងក្រោយដែលខ្ញុំចង់និយាយគឺភាគច្រើនដោយសារតែនៅស្រុកយើង Windows គាត់អត់មាន license ទេអញ្ចឹងតាក់ទងមក antivirus តាក់ទងមួយអីគឺគាត់ភាគច្រើនគឺអត់បើកហើយអញ្ចឹងទៅវាអត់បានជួយក្នុងការចាប់មេរោគមួយហ្នឹងទេអញ្ចឹងបើសិនជាអាចអឺទី1យើងកុំបើក file tape ដែរទី2បើសិនយើងបើកហើយយើងត្រូវ reset password ដាក់ two factor ដាក់អីទៅហើយទី3យើងព្យាយាមប្រើប្រាស់ Windows មាន license app ផ្សេងៗមួយចំនួនបើសិនជាអាចត្រូវមាន license